បងមិនបើអញចិត្តយកសាឡានដាក់នឹងចកេះមែនបងអញ្ចឹងអូបងរកយកមកពាក់កអូននិយាយលេងទេបងប្អូនទាំងគ្នារឿងដាក់សោនៅចកេះដាក់នៅកន្លែងណាក៏បានដែរស្រ័យលើបងប្អូនទាំងគ្នាទៅគាត់ថាខ្ញុំបើសិនមានអីធ្វើខ្ញុំដាក់នៅចកេះចឹងទៅបងប្អូនយើងប្រកាសជាឆ្ងល់ថាមកកប្លែងឬក៏មកអីបាទជាក់ស្ដែងហ្មងគឺមកនេះគឺមកចែករំលែកបងប្អូនទាំងគ្នាតាក់ទងទៅនឹងរថយន្តអគ្គិសនីមួយ model ដែលបងប្អូនទាំងគ្នាមិនគួរមើលរំលងទេតម្លៃរបស់វាគឺចាប់ពី$25,900ហើយមានជម្រើស500គីឡូម៉ែត្រនិងកញ្ចប់អាគុយ600គីឡូម៉ែត្រហើយនោះគឺជារថយន្តអគ្គិសនីកូនកើតរបស់សហរដ្ឋអាមេរិកប៉ៅជូន Cloud ដែលត្រូវបាននាំចូលនិងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន SNKA Cambodia ចំណុចពិសេសដែលខ្ញុំចាប់អារម្មណ៍រថយន្តអគ្គិសនីមួយនេះទីមួយគឺបានតួខ្ពស់តម្លៃសមរម្យហើយសំខាន់ហ្នឹងគឺជិះបានហាប់ណែនល្អខ្លាំងមែនទែនប្រព័ន្ធជើងក្រោមដំណើរការបានល្អសន្ទុះល្បឿនក៏ខ្លាំងនិយាយទៅជន់បានតែម្ដងនៅពេលដែលខ្ញុំបានធ្វើការបើកបររថយន្តមួយនេះហើយការបើកបរនឹងទៀតសោតនៅពេលដែលយើងបើកបរលឿនក៏ដោយក៏ប៉ុន្តែសំឡេងរំខានពីផ្នែកខាងក្រៅចូលមកក្នុងរថយន្តហ្នឹងគឺទប់សំឡេងបានល្អ soundproof ល្អដោយសារតែកញ្ចក់ក៏2ជាន់ហើយមួយទៀតម៉ាស៊ីនត្រជាក់ក៏ត្រជាក់ដែរដោយសារតែឡានមួយនេះប្រើកញ្ចក់2ជាន់ហ្នឹងហើយម៉ាស៊ីនត្រជាក់បើកតែមួយកាំឬក៏2កាំគឺត្រជាក់ស្រាប់តែម្ដងបងប្អូនទាំងគ្នាអាចនិយាយបានថាជាគុណសម្បត្តិហើយក៏ជាគុណវិបត្តិដែរដោយសារតែឡាននេះគឺអត់មានប្រើដបូលកញ្ចក់អីទេគឺដបូលរបស់គេគឺបិទជិតធម្មតាអញ្ចឹងធ្វើឲ្យឡានមួយនេះគឺយើងជិះទៅយើងមានផាសុខភាពដែរក៏ប៉ុន្តែបើសិនជាយើងចង់បានដបូលកញ្ចក់អាហ្នឹងធម្មតាទេត្រូវតែក្តៅឯងសូម្បី Tesla បាទដបូលកញ្ចក់ហើយកញ្ចក់2ជាន់ក៏ដោយប៉ុន្តែនៅតែក្តៅត្រូវបើក5កាំ6កាំទៅទប់ជាប់ងាកមកកាន់ចំណុចពិសេសរបស់ឡាននេះវិញសម្រាប់រូបរាងខ្ញុំស្រឡាញ់ពេញចិត្តសម្រាប់បងប្អូនយើងដែលគាត់ស្រឡាញ់ភាពស៊ីវិល័យមើលទៅលក្ខណៈគ្រួសារបែប Sport SUV អញ្ចឹងណាគឺអាចជ្រើសរើសបានជាមួយនឹង Peugeot Cloud មួយនេះហើយចង្គៀងរបស់គេខ្ញុំនៅពេលដែលយើងប្រើប្រាស់ខ្ញុំបានថាឡានតើតែយើងបានបើកកាន់វាប្រហែលថ្ងៃយើងយល់ចិត្តរបស់វាយើងកាន់តែដឹងថាឡាននឹងមាន option អីខ្លះដែលជំនួយដល់ការបើកបរប្រចាំថ្ងៃរបស់យើងជាក់ស្ដែងអំពូលចង្គៀងណាគឺសឹងតែមិនបាច់ដូរទេព្រោះខ្ញុំបើកនៅពេលយប់គឺភ្លឺច្បាស់ល្អហើយសំខាន់គឺមាន cornering light ហ្នឹងជាក់ស្ដែងនៅពេលដែលបងប្អូនគ្នាបត់ Zer ចកូតមកឆ្វេងអញ្ចឹងវាមានភ្លើងជំនួយមកឆ្វេងបើ Zer មកស្ដាំវាមានភ្លើងជំនួយមកស្ដាំអញ្ចឹងវាសុវត្ថិភាពនៅពេលដែលយើងបើកបរនៅពេលយប់វាផ្ដល់នូវកម្រិតគុណភាពពន្លឺឲ្យកាន់តែភ្លឺច្បាស់ឲ្យយើងបានមើលគ្រប់ស្ថានភាពផ្លូវហើយសម្រាប់សំណុំចង្គៀងហ្នឹងគឺមិនបាច់ដូរទេខ្ញុំប្រើហើយគឺមានកម្រិតពន្លឺច្បាស់ហើយសំខាន់គឺវាមានឡាញកាត់បន្ទាត់អីមើលទៅវាអត់ចាំងភ្នែកអ្នកដទៃទេមកប៉ុណ្នេះមកប្រើបាននិយាយទៅប្រើបានមិនចេះប្រម៉ូទទេបងប្អូនអរគ្នាហើយយើងក៏អាចធ្វើការសេរីតម្លាក់តម្លើងកម្ពស់ភ្លើងបានដែរទៅតាមស្ថានភាពជាក់ស្ដែងដែលយើងចង់បានហើយវា file code ស្វ័យប្រវត្តិនិយាយទៅឡានតម្លៃប៉ុណ្នេះប៉ុន្តែ option គេដាក់មកពេញបឹបហ្មងហើយតើតោះនឹងផ្នែកខាងក្រោយដូចឃើញយើង LED ឡើងក្រហមចាត់ចៅតែម្ដងបាទលេងជាខ្សែបន្ទាត់ហើយចំណាប់អារម្មណ៍មួយទៀតគឺតើតោះទៅនឹងផ្នែកខាងក្នុងក៏អីគេធំក្តាប់ខ្លួនបានល្អហើយជាអត់ចុករួចចកេះទេហើយដោយសារឡានទូខ្ពស់ហើយសំខាន់គឺយើងអាចបញ្ជាដោយថាមពលអេឡិចត្រូនិកបានកៅអីទាំងអ្នកបើកបរទាំងអ្នករួមដំណើរនៅផ្នែកខាងមុខហើយអេក្រង់របស់គេទំហំធំ 15.6 អ៊ីងយើងអាចតម្លើងកម្មវិធីដូចជា YouTube Netflix Google Map អីបានផងដែរហើយសម្រាប់បរិក្ខារខាងក្នុងគេលេងមាន highlight ដូចពពួក carbon fiber ហើយរួមជាមួយនឹងរំលេចដោយផលិតភាពពណ៌រៀងសម្រិតកន្លែងហ្នឹងវាស្អាតដែរមើលទៅវារៀងប្លែក copy រថយន្តផ្សេងដែរកន្លែងហ្នឹងគឺជាផលិតភាពរបស់គេសោភ័ណភាពរបស់គេអញ្ចឹងណាហើយមានកន្លែងសាកថ្មទូរស័ព្ទដែលអត់ខ្សែហើយមានរុនខ្យល់មួយដើម្បីកុំឲ្យទូរស័ព្ទដៃរបស់យើងនឹងក្តៅហើយនៅខាងក្រោមមាន tab A មាន tab C អាចឲ្យយើងតខ្សែមកបានឬក៏យើងប្រើភ្លើងកតុយប្រៃបំបែកជា adapter ទៅក៏អាចមានប្រភពថាមពលកាន់តែច្រើនដែរមួយទៀតគឺមានតកតងទៅនឹងមុខងារវាស់សម្ពាធខ្យល់កង់រថយន្តតកតងទៅនឹង traffic sign recognition មានន័យថាចាប់ស្លាកសញ្ញាចរាចរណ៍លបឿន stop អីហ្នឹងគឺចាប់បានទាំងអស់បងប្អូនទាំងគ្នាហើយ ADAS របស់គេក៏មានដែរ Frank Auto ការពារចាក់កន្លងហើយពេលដែលយើងជន់នៅលើកន្លងវាទាញចកូតរបស់យើងឲ្យស្ថិតនៅកន្លងដែលត្រឹមត្រូវប្រព័ន្ធកំណត់លបឿនបើកបរតាមរថយន្តផ្នែកខាងមុខមានមកចប់ជូនបងប្អូនទាំងគ្នាជារួមហ្មងខ្ញុំគិតថាសម្រាប់ឡានមួយនេះគឺគេបានបំពាក់ជាមួយនឹង optionដែលវាមានតម្រូវការលើការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងហើយមុខងារមួយទៀតតកតងទៅនឹងមុខងារចូលចោស្វ័យប្រវត្តិក៏មានច្រើនរបៀបដែរពជាតាមកូនសោពជាពីផ្នែកខាងក្នុងនៃឡាននេះហ្នឹងក៏មានដូចគ្នាផងដែរជារួមសម្រាប់ព័ត៌មានបន្ថែមបងប្អូនគ្នាអាច comment សួរនៅក្នុងវីដេអូមួយនេះឬក៏បងប្អូនគ្នានឹងអាចធ្វើការរងចាំបន្តិចដោយសារវីដេអូយើងកំពុងតែ edit តកតងទៅនឹងបទពិសោធន៍លើការបើកបររបស់ខ្ញុំទៅកាន់ពីភ្នំពេញទៅកាន់ខេត្តសៀមរាបផ្ទាល់ឬក៏បងប្អូនគ្នាបានអាចតាក់ទងបានទៅកាន់ក្រុមហ៊ុន Peugeot Cambodia ដែលមានក្រុមហ៊ុននាំចូលចែកចាយផ្នែកមុខដោយក្រុមហ៊ុន SNKA Cambodia